តោះមកដឹងពីរំដាប់ទទួលទេវតាឆ្នាំថ្មីឲ្យត្រឹមត្រូវតាមទំនៀមទម្លាប់ខ្មែរទាំងអស់គ្នាសួស្តីប្រិយមិត្តទាំងអស់គ្នារដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ហើយតើបងប្អូនបានរៀបចំខ្លួននិងរៀបចំរំដាប់រដាក្នុងការទទួលទេវតាឆ្នាំថ្មីហើយឬនៅថ្ងៃនេះ Channel របស់យើងនឹងនាំបងប្អូនមកដឹងពីរបៀបរៀបចំរំដាប់ទទួលទេវតាឲ្យបានត្រឹមត្រូវដើម្បីនាំសិរីសួស្តីចូលក្នុងគ្រួសារពេញមួយឆ្នាំតោះកុំឲ្យខាតពេលយូរទៅតាមដានជាមួយគ្នាតែម្ដងមុននឹងដល់ពេលទេវតាចុះមកមូលដ្ឋានគ្រឹះដំបូងបំផុតគឺការសម្អាតតាមជំនឿខ្មែរទេវតានឹងយាងចូលតែគេហដ្ឋានណាដែលមានភាពស្អាតស្អំមានរបៀបរៀបរយនិងមានពន្លឺភ្លឺស្វាងប៉ុណ្ណោះដូចនេះបងប្អូនត្រូវបោះសម្អាតពីលើដំបូងរហូតដល់ទីធ្លាមុខផ្ទះតុបតែងភ្លើងពណ៌និងផ្កាភ្ញីឲ្យមានសោភ័ណភាពបង្ហាញពីការត្រៀមលក្ខណៈទទួលស្វាគមន៍ដោយចិត្តជ្រះថ្លាបំផុតឥឡូវនេះយើងមកមើលពីគ្រឿងរណ្ដាប់ដែលត្រូវដាក់លើតុទទួលទេវតាវិញម្ដងជាទូទៅរណ្ដាប់ដែលត្រូវមានរួមមានបាយសីត្រូវមានបាយសី5ថ្នាក់មួយគូនិងបាយសីបាឆាមួយគូឬតាមលទ្ធភាពដែលអាចរកបានស្លាធរកូនឈើមួយគូទឹកអប់និងទឹកស្អាតទឹកអប់សម្រាប់ស្រោចស្រពនិងទឹកស្អាតមួយផ្ដិលដាក់ផ្កាម្លឹះឬផ្កាឈូកទៀននិងធូបទៀន5ធូប5តំណាងឲ្យសិល5ភេសជ្ជៈនិងផ្លែឈើ5មុខឬច្រើនជាងនេះតាមលទ្ធភាពដែលរៀបចំឲ្យមានសោភ័ណភាពបង្អែមនិងអាហារនំចំណីផ្សេងដែលជាចំណូលចិត្តរបស់ទេវតាឆ្នាំនីមួយៗយោងតាមសេចក្តីប្រកាសរបស់មហាសង្ក្រាន្តបងប្អូនត្រូវចាំថាទេវតាទាំង7អង្គបុត្រីកពិលមហាព្រហ្មមានអាហារសោយមិនដូចគ្នាទេឧទាហរណ៍បើទេវតាសោយសណ្ដែកលួយើងត្រូវរៀបចំសណ្ដែកលួបើសោយទឹកដោះគោឬសាច់សត្វយើងត្រូវរៀបចំទៅតាមនោះជាពិសេសកុំភ្លេចរូបភាពទេវតាប្រចាំឆ្នាំដាក់តាំងនៅចំកណ្ដាលតុផងដែរនៅពេលដល់ម៉ោងដែលក្បួនមហាសង្ក្រាន្តបានកំណត់ថាទេវតានឹងយាងចុះមកសមាជិកគ្រួសារទាំងអស់ត្រូវស្លៀកពាក់ឲ្យបានសមរម្យពណ៌សឬពណ៌តាមថ្ងៃមកជួបជុំគ្នានៅមុខរណ្ដាប់ដែលបានរៀបចំមេគ្រួសារត្រូវអុជទៀនធូបថ្វាយបង្គំនិងពោលពីអធិដ្ឋានសូមសេចក្តីសុខសេចក្តីចម្រើននិងលាភជ័យសម្រាប់ឆ្នាំថ្មីបន្ទាប់មកយើងអាចយកទឹកមុនឬទឹកអប់ដែលថ្វាយនោះមកប្រោះព្រំលើសមាជិកគ្រួសារនិងជុំវិញផ្ទះដើម្បីជាសិរីសួស្តីការរៀបចំរណ្ដាប់ទទួលទេវតាមិនត្រឹមតែជាការគោរពតាមប្រពៃណីប៉ុណ្ណោះទេប៉ុន្តែវាគឺជាការបង្កើនសាមគ្គីភាពក្នុងគ្រួសារនិងការផ្ដើមឆ្នាំថ្មីដោយសេចក្តីសង្ឃឹមថាវីដេអូនេះនឹងជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាបើពេញចិត្តកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានចំណេះដឹងល្អៗបែបនេះបន្តទៀតជាចុងក្រោយសូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អក្នុងឱកាសឆ្នាំថ្មីខាងមុខនេះសូមអរគុណនិងជម្រាបលា